nhom bờ giấy tới nhom mà ruộng nơi khung quả chân dương đấy một phải năm chiêng châu chất 30 năm đấy khang rách na chấm lạ bọc mai dương nó cứ riêng mình che mình che hao thì cứ riêng nơi trái là một tiết châu căn năm đấy còn là dương lạng dương chia nó bên giấy tới sai là lơ dương đồng họ ba rừng cá ọt thôn nó về thâu tổng biên này cá riến nó thì muối cứ cầm hông nó miền tích nó dương ai cài bàn tại bờ cùng hông nắng đôi thay việc trái nó nắng mình ai cài bàn thế dừng từ do quan nắng dừng do từ lưới đạp bay do từ cánh do mò vốn phơ xa chỉ thôi នៅក្នុងភូមិមួយដ៏រំទុំស្ងប់ស្ងាត់តែពោរពេញទៅដោយអរិយធម៌ទំនៀមទម្លាប់និងប្រពៃណីរាល់ស្នូលញញួរបង្កប់ទៅដោយភាពអត់ធ្មត់រាល់ក្បាច់ចម្លាក់លម្អិតឡើងដោយភាពឥតខ្ចោះនេះមិនមែនត្រឹមតែជាមុខរបរចិញ្ចឹមជីវិតនោះទេតែគឺជាសិល្បៈដែលបានដកខាត់រៀនសូត្រនិងបន្សល់ទុកតាំងពីបរមរាណកាលមកបាទឈ្មោះតាបុតបាទសម្បត្តិរស់នៅក្នុងភូមិកោះចិនឃុំកោះចិនស្រុកពញាលឺខេត្តកណ្ដាលសប្តាហ៍ថ្ងៃធ្វើជាងតងនៅក្នុងភូមិកោះចិនអញ្ចឹងបាទសម្រាប់ជំនាញនេះសម្បត្តិកូនស្រុកឆ្ងាយដែរតែដល់ពេលមកបានកូនគេអ្នកភូមិកោះចិនអញ្ចឹងទៅក៏រៀនពីប៉ាក្មេកខ្ញុំនិងម៉ាក់ក្មេកខ្ញុំបាទតាមពិតខ្ញុំស្រឡាញ់ពីមុនឡើយខ្ញុំជាជាងគំនូម្នាក់ហើយក៏ជាងចម្លាក់បាទជាងចម្លាក់សំងយើងធ្វើតាមពហិយតាមអីហ្នឹងណាដល់ពេលយើងធ្វើជាងគំនូផងអញ្ចឹងទៅយប់ឡើងយើងរៀនធ្វើជាងប្រាក់ចម្លាក់ស្ពាន់ហ្នឹងទៅក៏ធ្វើថាក្តីស្រឡាញ់របស់យើងហ្នឹងទៅក៏រៀនយូរដែរអាចជា 3-4 ឆ្នាំដែរតែមុំតែចេះបាទយូរមែនតើបាទវាបើសិនជាយើងមានដើមទុនច្រើនយើងអាចបើកជាហាងនៅផ្ទះយើងអញ្ចឹងទៅហើយទីមួយយើងដូចថាទេសចរយើងក៏មកច្រើនបើយើងមានដើមទុនយើងធ្វើឲ្យវ៉ាន់ហ្នឹងទៅយើងដាក់តាំងនៅផ្ទះយើងទៅពេលទេសចរបារាំងគាត់ដើរលេងអញ្ចឹងគាត់អាចចូលមកឃើញរបស់យើងទៅយើងអាចលក់ជូនទៅគាត់បានបាទតាមពិតបើនិយាយពីឈ្មោះវិញគាត់ពីមុនមកក៏គាត់ចេះដែរដោយថាឈ្មោះអ្នកលក់អីចឹងណាថាគាត់ចេះតពីម្ដាយគាត់ចឹងទៅឪពុកម្ដាយគាត់អ្នករចឹងទៅដល់ពេលគាត់បើកទៅគាត់ចេះតែម្ដងបាទមិនមែនយើងមិនចេះសោះហ្នឹងទៅបើកក៏អត់ចេះដែរបើនិយាយពីចម្លាក់ប្រាក់ស្ពាន់នេះបើតាមមកខ្ញុំដឹងខ្លះៗណាដឹងមិនអស់ដែរណាគាត់ថាតាំងពីខ្ញុំកើតមកឃើញអញ្ចឹងហ្មងបាទឃើញជីដូនជីតាយើងធ្វើមកអញ្ចឹងតាមតែគាត់ថាក៏កើតពីឆ្នាំណាសតវត្សណាខ្ញុំក៏អត់បានដឹងអស់ដែរតែបើគាត់ថាខ្ញុំកើតមកខ្ញុំឃើញជីដូនជីតាខាងខ្ញុំហ្នឹងគាត់ធ្វើអញ្ចឹងហ្មងតាមពិតនៅក្នុងភូមិនេះអត់មានលំអអីទេហើយតែពីជាងតងយើងនឹងបាទតាំងពីចាស់បរមបុរាណមកគាត់គឺធ្វើតែជាងតងនឹងទេនៅខាងភូមិកោះចិនយើងនេះបាទតាមពិតក្បាច់ខ្លះទៅដូចជាភ្ញីទេសគឺគេយកខ្លះទៅគេយកពីខាងអង្គរមកទៅភ្ញីទេសហើយភ្ញីភ្លើងនោះគឺយកពីខាងបុរាណខ្លះមកបាទឯក្បាច់អង្គរខ្លះទៅក៏យើងយកមកខ្លះមកឯក្បាច់ដែលយើងរាល់ថ្ងៃនេះខ្លះទៅយើងយកមកច្នៃអញ្ចឹងមកបាទច្នៃខ្លួនឯងខ្លះតាមបុរាណខ្លះតាមពិតក្បាច់ពីបុរាណយើងដូចដឹងណាវាបើនិយាយអស់ទៅគឺតំណាងឲ្យជាតិសាសនារបស់យើងបាទជាថាជាខ្មែរយើងដែលអាចធ្វើបានដូចជាអង្គរវត្ត
bởi chẳng mai dương bị môn máu và lật miền co vọt miền ấy chẳng tới miền cái bạch rạch na chẳng chẳng côn mai dương chơi riêng to này màu chẳng màu bà vậy tới tăng bị bà rán một tô lờ ní để hàng được không khung quạt chân rộng như đường khai cả đá dương ní cứ bởi vậy bị chùm lạ ní cứ vừa đã láng đói đáy sắp sạt mong bà tăng bị láng tăng bị lạ cứ ọt miền thắng cứ đường mà sân do mà chùm núi cứ ọt miền đây cứ vừa đói đáy sắp sạt mong chùm nãy nhóm bạn với cứ sầm khán á sầm ráp ôi tôi thà côn không ai dương đăng ký tạ sinh nhàn thà ní cái bạch ní chia cái bạch bọc không ai dương cái bạch bú chia cái bạch bọc không ai bảo dương bà chia đầm nang tạ sinh nhàn nó bọc không ai bảo dương bà សិល្បៈស្មិតប្រាក់នៃដែនដីសុវណ្ណភូមិមានឫសគល់យ៉ាងជ្រៅតាំងពីរាប់រយឆ្នាំមុនមកម្ល៉េះរាល់ក្បាច់រចនានៅលើគ្រឿងអលង្ការឬវត្ថុអនុស្សាវរីយ៍ផ្សេងៗសុទ្ធសឹងជាភស្តុតាងដែលបានចារឹកទុកលើជញ្ជាំងតាំងពីសម័យអង្គរមកទោះបីជាពេលវេលាបានរំកិលទៅមុខរាប់សតវត្សក៏ដោយប៉ុន្តែប្រភពនៃគំនិតច្នៃប្រឌិតនិងដួងព្រលឹងសិល្បៈនៅតែជាឥទ្ធិពលសម្រាប់ប្រជាជនកម្ពុជា តាមពិតពីដើមឡើយវាជាប្រទេសស្លឹកមួយទេបាទយើងយកវាមកយកមកហុំអញ្ចឹងបាទយកមកហុំមូលអញ្ចឹងណាហើយយើងយកមកឡើងនៅលើសឡិតហ្នឹងទៅបាទយើងនេះគេហៅថាសឡិតយើងយកមកឡើងវាដោយគឺដោយដៃហ្មងបាទគឺឡើងដោយដៃរហូតដល់មានចេញជារូបរាងជាផ្តិលបាទមិនមែនយកមកដល់ចាក់ជាពុំចេញជារូបរាងមិនមែនទេបាទពីដើមឡើយយើងពីដំបូងទីណាយើងជាស្ពាន់សឡឹកជាស្ពាន់សឡឹកមួយយើងយកមកយើងហុំវាអញ្ចឹងទៅដូចថាឧទាហរណ៍ឥឡូវចង់ធ្វើកូនផ្តិលមួយយើងហុំវាមូលលឿងមកយើងយកវាទៅដុតហើយបានយើងយកមកឡើងនឹងដៃមានញញួរហើយមានប្រដាប់យើងឡើងគេហៅថាសឡិតហ្នឹងយើងយកមកឡើងឧទាហរណ៍ថាយើងស្រឡាញ់ប៉ុណ្ណឹងយើងឡើងតម្រូវឲ្យមាត់អញ្ចឹងទៅគឺថាឲ្យជារួចជារាល់អញ្ចឹងយើងដាក់កណ្ដាប់ដាក់អីផ្សារអញ្ចឹងទៅណាហើយបានយកទៅដុតហើយបានយកទៅ5ម៉ាស៊ីកហើយយើងយកទៅចាក់ជ័រនោះវាមានជ័រចុងវាមានដីលេងយើងកោមានខ្លាញ់យើងកោចូលគ្នាហើយយើងចាក់ជ័រនឹងចូលទៅហើយបានយកទៅឲ្យគេអ្នកឆ្លាក់ដូចជាគ្រួសារខ្ញុំអ្នកឆ្លាក់អញ្ចឹងគាត់អ្នកឆ្លាក់ទៅឆ្លាក់ហើយអញ្ចឹងបានយកមកវិញយើងរើសយើងអីស្អាតបាតហើយបានយើងឈានទៅគេហៅថាកលឹងណាកលឹងដៃយើងទេពីដំបូងមានតែកតោកយើងទាញអញ្ចឹងទៅទាញមកទាញអីអាហ្នឹងវាវិលអញ្ចឹងទៅកលឹងឲ្យស្អាតហើយបានយើងយកទៅដុតយកទៅលាងវាតាមពិតអត់ទៀងទេរឿងធ្វើឆាប់ធ្វើលឿនហ្នឹងអាស្រ័យនៅលើតូចរបស់ធំបើរបស់តូចយើងធ្វើក៏លឿនទៅហើយរបស់ធំហ្នឹងក៏យូរទៅរបស់ខ្លះធំអញ្ចឹងធ្វើមាន3មកគូផ្តិលមកគូហ្នឹងអាចធ្វើចូល2ខែទៅ3ខែទៅ4ខែក៏មានដែរបាទវាមានតែញញួរកន្ត្រៃបាទមានញញួរមានកន្ត្រៃមានកំប៉ាយើងហៅឲ្យស្រាលទៅយើងថាកំប៉ាអញ្ចឹងតែហ្មងទៅយើងឈានរបស់ហ្នឹងហើយនឹងមានប្រដាប់ផ្សារមានអីយ៉ាងទៅអុកផ្សារពួកអីយើងវាតាមពិតគុណភាពវាខ្លះទៅបើគេធ្វើជាគេហៅថាជាគ្រឿងជន់ណាគ្រឿងជន់មួយទៀតអាហ្នឹងខ្លះទៅវាមិនសូវល្អដូចយើងធ្វើដៃទេបើយើងធ្វើដៃល្អជាង ភាគច្រើនគឺខ្ញុំធ្វើខាងផ្តិលបាទផ្តិលលៀតផ្តិលក្របភាគច្រើនគឺក្បាច់ជីទេសតាមពិតក្បាច់វាមានតាមប្រភេទរបស់វាដែរប្រភេទល្អទៅថ្លៃទៅប្រភេទគឺថាពីកោពីអីយ៉ាងទៅវាយ៉ាងថ្លៃទៅប៉ុន្តែចម្រោះក្បាច់មិនមែនថាចំពោះតែក្បាច់ណាជាពិសេសឲ្យតែក្បាច់របស់បុព្វបុរសខ្មែរយើងគឺមានតម្លៃទាំងអស់បាទតាមពិត ភ្ញៀវខ្លះដែលគាត់ស្រឡាញ់ថាស្រឡាញ់ក្បាច់នេះម៉ូដនេះយ៉ាងទៅយើងធ្វើតាមភ្ញៀវហើយបើខ្ញុំធ្វើតាមដែលតកែគាត់កំងយ៉ាងទៅខ្ញុំធ្វើតាមតកែខ្ញុំកំងទៅ អ
វាម៉ូតូសពថ្ងៃហ្នឹងយើងតែងតែមានផលវិបាកខ្លាំងបានថាមានផលវិបាកចាស់ខ្លាំងអញ្ចឹងទី1គឺភ្ញៀវមិនសូវមានការទិញច្រើនទី2គឺអីវ៉ាន់យើងឡើងថ្លៃបាទអញ្ចឹងបងប្អូនយើងភ្ញៀវមិនថាគេមិនថាខ្ញុំទេមានការលំបាកច្រើនបាទបើសិនជាមានបងប្អូនក្មួយបាទចង់រៀននឹងខ្ញុំជួយបរៀនបានដោយមិនបាច់គិតលុយទេបាទទាំងចម្លាក់ទាំងការបង្រៀនឡើងក្បាលដែកបាទអីឲ្យតែមានកម្លាំងមកខ្ញុំនឹងឧស្សាហ៍ខ្ញុំអាចបង្រៀនបានបាទខ្ញុំគិតថាទៅថ្ងៃអនាគតទៅមានតែផ្ដាំឲ្យបងប្អូនកូនខ្មែរយើងទាំងអស់បាទជួយលើកដំកើងផលិតផលរបស់ខ្មែរយើងក៏ដូចជារបស់ពីដូនពីតាយើងមកដែលបានបន្សល់ទុកមកទល់សពថ្ងៃនេះអញ្ចឹងឲ្យបងប្អូនទាំងអស់សរុបពោលថាឲ្យជួយគ្រប់គ្រងនៅផលិតផលជីដូនជីតាយើងតាំងពីយូរលង់មកហើយបាទ